រពិភពលោកកំពុងឈានជើងចូលទៅកាន់មាត់ច្រោះនៃសង្គ្រាមទ្រង់ទ្រីធំឬយ៉ាងណាត្រឹមតែរយៈពេល24ម៉ោងប៉ុណ្ណោះសហរដ្ឋអាមេរិកបានចល័តកងទ័ពអាកាសដ៏ច្រើនរបស់ខ្លួនដោយបញ្ជូនយន្តហោះចម្បាំងស៊េរីទំនើបបំផុតដូចជា F-35, F-22 និង F-16 ជាង50គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាជាបន្ទាន់ការចល័តទ័ពដ៏តក់ក្រហល់នេះធ្វើឡើងភ្លាមបន្ទាប់ពីកិច្ចចរចាជាមួយទីក្រុងតេហេរ៉ង់បានឈានដល់ការទាល់ច្រកខណៈលោក Donald Trump បានផ្ញើសារព្រមានធ្ងន់ទៅកាន់អ៊ីរ៉ង់តើអ៊ីរ៉ង់កំពុងលេងល្បិចទិញពេលវេលាឬអាមេរិកកំពុងរៀបចំការវាយប្រហារបោកសម្អាតពិតមែនសូមតាមដានសេចក្តីរាយការណ៍លម្អិតដូចតទៅសហរដ្ឋអាមេរិកបញ្ជូនបន្ថែមទៀតនៅយន្តហោះ F-35, F-22, F-16 ជាង50គ្រឿងទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាជាបន្ទាន់នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Times of India កាលពីថ្ងៃទី18កុម្ភៈនេះភ្លាមបន្ទាប់ពីការចរចាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជាថ្មីម្ដងទៀតប្រព្រឹត្តទៅនៅទីក្រុង Geneva ប្រទេសស្វីសមើលទៅដូចជាពុំមានលទ្ធផលអ្វីនោះទេហើយអ៊ីរ៉ង់កំពុងតែទិញពេលវេលាបន្ថែមទៀតសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលចុះផ្សាយថាសហរដ្ឋអាមេរិកប្រញាប់ប្រញាល់បន្ថែមទៀតនៅការបញ្ជូនយន្តហោះជាង50គ្រឿងតែក្នុងរយៈពេល24ម៉ោងប៉ុណ្ណោះទៅកាន់តំបន់មជ្ឈិមបូព៌ាភ្លាមយន្តហោះជាង50គ្រឿងនោះគេអាចរាប់ពី F-22, F-35 និង F-16 ព្រមទាំងអំជាមួយផងដែរដោយយន្តហោះចាក់សាំងជាច្រើនគ្រឿងត្រូវបានហោះទៅកាន់តំបន់មជ្ឈិមបូព៌ាហើយដាក់ពង្រាយនៅទីនោះតាមរបាយការណ៍របស់ទិន្នន័យហោះហើរបានដឹងថាការបញ្ជូនយន្តហោះចម្បាំង3ប្រភេទរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ានេះធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោក Donald Trump បានថ្លែងថាកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែរកច្រកចេញពុំរួចនោះទេនៅពេលនេះប៉ុន្តែលោក Donald Trump ជឿថាអ៊ីរ៉ង់ក៏ចង់បានកិច្ចព្រមព្រៀងមួយផងដែរយ៉ាងណាប្រធានាធិបតីសហរដ្ឋអាមេរិកនេះនៅតែប្រមានថាការបញ្ជូននាវាចម្បាំងយន្តហោះចម្បាំងរបស់អាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ាថែមទៀតនេះអ្នកត្រូវដឹងហើយថាវាដល់ពេលដែលយើងត្រូវសំពងអ្នកក៏ថាបានបើអ្នកមិនជ្រើសរើសផ្លូវដែលយើងដាក់ឲ្យអ្នកដើរនោះគឺរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរស្របពេលជាមួយគ្នានេះសារព័ត៌មាន Times of Israel ក៏ចុះផ្សាយថាការហោះហើរទៅដល់គោលដៅនៃយន្តហោះជាង50គ្រឿង F-22 Raptor, F-35 និង F-16 ធ្វើឡើងតាមបញ្ជាផងដែរពីលោក Donald Trump និងមានការបង្ហើបព័ត៌មានចេញពីមន្ត្រីមន្ទីរបញ្ចកោណហើយតាមទិន្នន័យនៃការហោះហើរដឹងថារយៈពេលកន្លងមកនេះសហរដ្ឋអាមេរិកបានដឹកជញ្ជូនស្បៀងដឹកជញ្ជូនគ្រាប់ដឹកជញ្ជូនបុគ្គលិកយោធាថែមទៀតនិងអាវុធទំនើបថែមទៀតដល់ទៅ250ជើងហោះហើរនៃយន្តហោះដឹកជញ្ជូនកងទ័ពសហរដ្ឋអាមេរិក C-17 និង C-130 នៅក្នុងយន្តហោះនោះវាមានទាំងគ្រាប់រំសេមានទាំងគ្រាប់មីស៊ីលមានទាំងកងទ័ពនិងអាវុធទំនើបថែមទៀតការដាក់ពង្រាយកងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក3ប្រភេទនេះខណៈដែលទីក្រុង Washington និងទីក្រុងតេហេរ៉ង់ចរចានៅទីក្រុង Geneva នេះគេមិនរកឃើញនៅកិច្ចព្រមព្រៀងណាមួយអាចធ្វើបានឆាប់នេះទេទៀតព្រោះតែអ៊ីរ៉ង់នៅតែព្យាយាមអុកលុកក្រឡាទិញពេលវេលាដើម្បីឲ្យខ្លួនរៀបចំសម្របសម្រួលអ្វីមួយឲ្យបានមុនសម្រាប់ធ្វើឲ្យកិច្ចចរចាក្រឡាប់ទាំងស្រុងអ្នកជំនាញមើលឃើញថាសម្ដីនៃការចរចារបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ដែលលើកឡើងថាអ៊ីរ៉ង់ចង់ឲ្យសហរដ្ឋអាមេរិកទទួលយកនូវលក្ខខណ្ឌរបស់ខ្លួនដែលស្នើឲ្យបញ្ឈប់ទាំងអស់នៃការដាក់ទណ្ឌកម្មទៅលើប្រទេសខ្លួនសិនទើបអ៊ីរ៉ង់អាចទទួលយកបានការចរចាមួយផ្នែកស្ដីពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់អះអាងថាសារធាតុអ៊ុយរ៉ាញ៉ូមដែលផលិតបាននោះគឺអ៊ីរ៉ង់នឹងសម្រាប់សម្រួលឲ្យអាមេរិកឃើញនឹងភ្នែកដោយបញ្ជូនទៅឲ្យរុស្ស៊ីត្រង់ចំណុចនេះហើយដែលសហរដ្ឋអាមេរិកមើលឃើញថាអ៊ីរ៉ង់នៅតែធ្វើមធ្យោបាយល្បិចកលអាក្រក់ទៅមុខទៀតតែប៉ុណ្ណោះបើរុស្ស៊ីជាមនុស្សរបស់ខ្លួនទទួលបានសារធាតុអ៊ុយរ៉ាញ៉ូមរុស្ស៊ីក៏អាចបង្វែរសារធាតុអ៊ុយរ៉ាញ៉ូមទៅឲ្យអ៊ីរ៉ង់វិញក៏បានផងដែរដែលអ្នកជំនាញមើលឃើញថាអ៊ីរ៉ង់ឆ្លាតនឹងល្ងងវានៅជាមួយគ្នាទេនៅពេលនេះមានន័យថាពេលខ្លះអ៊ីរ៉ង់គិតថាអាមេរិកទុកចិត្តរុស្ស៊ីតែការពិតអាមេរិកមិនដែលទុកចិត្តរុស្ស៊ីម្ដងណាឡើយ
โดยการยกสารเทียดอุรานิยมตุกๆในที่ครองมอสโกรัสเซียก็อาจพเตสารเทียดนี้เตอเอาอิหร่านวิ่งบานพองได้กีถ้าอิหร่านจ้องบรรจุสารเทียดอุรานิยมได้ชีสารเทียดดอกสำคัญบำพดในการผลุดบานกบาลกลับนุยเคลียร์เนาะอิหร่านก็นังดักเล็กขันจิมวยรัสเซียเอารัสเซียยังหอยนะพดอลกบาลกลับนุยเคลียร์แต่รัสเซียมีนสลับเตอเอาอิหร่านพองได้เพราะอิหร่านอาจบำแปะกบาลกลับนุยเคลียร์เนาะตัวหนึ่งมีซิลพลองบาลิสติกกำรัดอันตรทวีป ICBM ระบบอิหร่านปัจจุบันนี้ก็อิหร่านอาจทั่วบานพองได้โดยชนะให้บานจีนแนจำเนียงเหมือนเคยถ่าอิหร่านตูบีเมียนโรงจักรนุยเคลียร์ตัวทางอนาคตก็ได้แต่อิหร่านในเมียนเนื้อแต่อาจรบบานกบาลกลับนุยเคลียร์ดำไม่มกบำแปะมีซิลพลองระบบครูนก็บานได้โดยชนะให้บานจีอิหร่านมันโปรมโจร่วมมันโปรมยุลโปรมอเมริกาจอร์จาแสดงอัมปีกรรมวิธีมีซิลพลองบาลิสติกนิเตคือตีกรงเตอิหร่านตอดเจ้าดัดขาดคืออิหร่านประกันหนึ่งให้ดำไล่วิจิงกรรมวิธีนุยเคลียร์เตียดในจำเนียงเมื่อเคยถ่าอิหร่านสกจัดสลับรูจิมวยหนึ่งการรักษาตกอ้อยบ้านในกรรมวิธีมีซิลพลองบาลิสติกระบบคลวนโปรอิหร่านอาจมีนบัตรโชบายขนมการบำแปะกบาลกรอบนุยเคลียร์แต่เลือมีซิลแทงนูบาอิหร่านมีนกรอบนุยเคลียร์บำแปะแต่อ้อยมีซิลพลองบาลิสติกระบบคลวนเปลนูคือขมีนสันติเพียบเตประเทศได้รงครูธนาจิงเกมีนแต่ประเทศอิสราเอลมุยแต่ปนอโดยชนะให้บัญชีอิสราเอลแต่งแต่กำเรียมถ่าเกมันเต้าเอาอิหร่านมีนมีซิลพลองบาลิสติกโนเตการวิธีนี้เต้าแต่ยกแต่จอจ่าให้เอาอิหร่านจกเก็บปรมเปรียงสำเร็จรุมเลี้ยจอลการวิธีนี้แต่อิหร่านประกาศได้ขาดถ้ามันยกการในมีซิลพลองบาลิสติกโจลแต่ขนมระเบียบวิราในการจอจ่าชิมวยสหรัฐอเมริกาโนเตลูกโดนัลด์ทรัมป์เปคลาก็ตามอิสราเอลผ่องได้ถ้าการจอจ่าเต้าแต่เลือกล้างอัมพีการวิธีมีซิลพลองระบบอิหร่านเวียนโดยหนึ่งการจอจ่าแสดงอัมพีการวิธีอาวุธนุยเคลียร์ด้วยขเนียนี้ผ่องได้นิเยเตยการจอจานในไอทีครองเจเนลประเทศสวีการพิทังไอทีดปรำปีกุมเพนี้บานตรำตะเพียกีแตงปีเตียงตรวจจำนวนควักขาดจุมวยขเนียแต่ปนเนาะปันแต่ตีบำพดอิหร่านแนวแต่โรคมัดโชบายติ้งเปลเวลีบันแทมเตียดตะมุกเตียดอิหร่านประกาศทาคลวนเกจองไอเมนเกจปรมเปรียงจำเฮียนโตยมวยเนเปลประมาณสัปดาห์เตียดเนกจำเนียนมวยเคยถ่าเนเปลนูไฮได้อิหร่านกำปุงแต่เรียบจำกำลังโยธีระบบคลวนหนึ่งซับวาวุธระบบคลวนดักโชเจิงตามตีตังจำใบทั้งอ้อเนป้าเป็นพตีประติดำใบเอาไว้ได้ห้าวถ่าเตรียมอ่อยบานรึงมอมบำพดในการตบตุลสังเกรียมวีประหาปีสำนักสหรัฐอเมริกหรือก็ปีอิสราเอลលោកម៉ាកូរូប៊ីអូរដ្ឋមន្ត្រីការប្រទេសសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យថាការដែលអ៊ីរ៉ង់ប្រកាន់ជំហរដូចនេះវាមានការពិបាកណាស់ក្នុងការដែលធ្វើឲ្យមានកិច្ចព្រមព្រៀងទៅមុខទៀតនេះលោកម៉ាកូរូប៊ីអូនៅតែប្រាប់ថារបៀបវារៈមិនមែនមានតែត្រឹមកម្មវិធីនុយក្លេអ៊ែរនោះទេគឺមានកម្មវិធីនុយក្លេអ៊ែរមានកម្មវិធីមីស៊ីលប្លង់បាឡីស្ទិកមានការបញ្ឈប់ការគាំទ្ររបស់អ៊ីរ៉ង់ទៅពួកសកម្មប្រយុទ្ធនៅក្នុងតំបន់និងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរអំណាចនៅលើទឹកដីនៃទីក្រុងតេអ៊ីរ៉ង់ប៉ុន្តែរបៀបវារៈដែលអ៊ីរ៉ង់ព្រមទៅកាន់តុចរចាមានតែនិយាយពីកម្មវិធីនុយក្លេអ៊ែរតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងតេអឡាវីវនៃប្រទេសអ៊ីស្រាអែលបានបញ្ជាក់ថារាល់រចនាសម្ព័ន្ធទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងនុយក្លេអ៊ែរត្រូវតែរំលាយចោលដែលក្នុងនោះក៏រាប់បញ្ចូលទាំងកម្មវិធីមីស៊ីលប្លង់បាឡីស្ទិកផងដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថាការដែលប្រើប្រាស់យុទ្ធនាការយោធាគឺជារឿងចាំបាច់បំផុតដើម្បីបញ្ចប់របបនៅទីក្រុងតេអ៊ីរ៉ង់បើបញ្ចប់បានហើយនោះគឺអ្វីៗវានឹងចប់ទៅតាមរបបនេះទាំងអស់ហើយរបបថ្មីកើតមកវិញត្រូវតែជារបបគោរពសិទ្ធិមនុស្សនិងសេរីភាពសម្រាប់ប្រជាជនអ៊ីរ៉ង់ជារបបដែលគ្មានទេអាវុធនុយក្លេអ៊ែរគ្មានទេអាវុធមីស៊ីលប្លង់បាឡីស្ទិកហើយវាជារដ្ឋាភិបាលមួយរបបមួយដែលផ្ដល់សេរីភាពសម្រាប់តំបន់មជ្ឈមបូព៌ាទាំងមូលលោកនេតាន់យ៉ាហ៊ូធ្លាប់បញ្ជាក់ថាអ៊ីស្រាអែលនៅជាមួយប្រជាជនអ៊ីរ៉ង់ជានិច្ចដើម្បីបញ្ចប់របបឃោឃៅក្រោមការដឹកនាំរបស់អាយ៉ាតូឡាអាលីខាមីនីយ៉ាងណាក៏ដោយមេដឹកនាំកម្ពុជាផ្ដាច់ការអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមីនីនៅតែប្រមានថាពេលវេលាជិតដល់ហើយដែលអ៊ីរ៉ង់ត្រូវតែកំទេចនាវាចម្បាំងរបស់អាមេរិកទាំងអស់នៅតំបន់មជ្ឈមបូព៌ាសូម្បីតែនាវាផ្ទុកយន្តហោះរបស់អាមេរិក2គ្រឿងដែលអាមេរិកដាក់តាំងឈរជើងនៅតំបន់មជ្ឈមបូព៌ាដើម្បីវាយប្រហារនោះគឺនាវាផ្ទុកយន្តហោះនោះត្រូវតែបានកំទេចដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់សូមជម្រាបថាចុងក្រោយនេះអ៊ីរ៉ង់ផលិតមីស៊ីលដ៏មានអានុភាពបំផុតរបស់ខ្លួនគឺមីស៊ីល Khurramsar ចំនួនទី4មីស៊ីលនេះវាអាចហោះបាន 2000 គីឡូម៉ែត្រវាជាប្រភេទលឿន hypersonic វាលឿនជាងសម្លេងច្រើនដងទៀតផងបើវាបាញ់ទៅលឿនទីក្រុងតេអឡាវីវនៃប្រទេសអ៊ីស្រាអែលវារត់តែ12នាទីប៉ុណ្ណោះប៉ុន្តែអ្នកជំនាញនៅតែមើលឃើញថាបើសង្គ្រាមមែននោះអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកមានប្រៀបជាងអ៊ីរ៉ង់គឺសង្គ្រាមលំហអាកាសមានន័យថា
យន្តហោះចម្បាំងរបស់អាមេរិកដែលអាមេរិកដាក់ពង្រាយថែមទៀតនៅតំបន់មេឈៀមបូព៌ាចុងក្រោយនេះបន្ថែមយន្តហោះ F-35 F-22 Raptor និង F-16 ជាង50គ្រឿងទៀតនេះធ្វើឲ្យអាមេរិកអាចមានយន្តហោះនៅតំបន់មេឈៀមបូព៌ាប្រហែល100គ្រឿងទៅហើយនេះវានាំឲ្យយន្តហោះចម្បាំងរបស់អាមេរិកមានភាពខ្លាំងលើសលប់បំផុតហើយនិយាយពីនាវាផ្ទុកយន្តហោះ2គ្រឿងមួយគ្រឿងវាអាចផ្ទុកយន្តហោះបាន70គ្រឿងឡើងទៅនោះវាបូកទៅ140គ្រឿងនៃយន្តហោះចម្បាំងទៅហើយក្នុងនោះក៏មាន F-35 ផងដែរជាប្រភេទយន្តហោះចម្បាំងទំនើបបំបាំងកាយរបស់សហរដ្ឋអាមេរិកឡើងលឿនចុះរហ័សនេះវាមានអានុភាពខ្លាំងណាស់វាអាចហោះបើកការវាយប្រហារទម្លាក់គ្រាប់បែកបាញ់មីស៊ីលស្រោចដូចគេហែកមេតដូច្នេះហើយបានជាសហរដ្ឋអាមេរិកប្រកាសថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន2ប្រភេទគឺ B-52 និង B-11B កំពុងតែត្រៀមចាកចេញពីមូលដ្ឋានរបស់វានៅលើទឹកដីអង់គ្លេសនិងតំបន់ជិតខាងនៃតំបន់មេឈៀមបូព៌ាក្នុងពេលដែលត្រូវបើកប្រតិបត្តិការវាយប្រហារទៅលើគោលដៅនៃទីតាំងយោធារបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ការបញ្ជូនយន្តហោះចម្បាំងជាង50គ្រឿងទៀត F-35 F-22 Raptor និង F-16 របស់សហរដ្ឋអាមេរិកនេះវាកាន់តែបង្ហាញនូវសញ្ញាការភ័យព្រួយធ្លាក់ចូលក្នុងសង្គ្រាមរវាងអាមេរិកវាយអ៊ីរ៉ង់គឺភ័យស្រួយបំផុតនៅពេលនេះ